ជប៉ុនដាក់ពង្រាយមីស៊ីថែប12ធ្វើឲ្យចិននិងកូរ៉េខាងជើងផ្អើលឈរមិនជាប់ V-Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័ស មីស៊ីលថែប12ថ្មីរបស់ជប៉ុនសមត្ថភាពកម្រិតណាទៅប្រតិកម្មខ្លាំងៗពីចិននិងកូរ៉េខាងជើង ប្រទេសជប៉ុនកាលពីពេលថ្មីៗនេះបានប្រកាសនឹងដាក់ពង្រាយមីស៊ីរយៈចម្ងាយឆ្ងាយប្រភេទ12ឬថែប12ផលិតក្នុងស្រុកដែលបាញ់ពីដីគោកទៅកាត់នីវីនៅជិតសមុទ្រចិនខាងកើតនេះជាចលនាមួយដែលបណ្ដាអ្នកវិភាគបានលើកឡើងថាប្រទេសចិនអាចហៅថាការឆ្លងហួសកម្រិតយុទ្ធសាស្ត្រឬគំរាមកំហែងយោធាដោយផ្ទាល់ការដាក់ពង្រាយត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ធំធេងចំពោះការទប់ស្កាត់ក្នុងតំបន់និងផែនការប្រតិបត្តិការរបស់ចិនក្នុងសមុទ្រចិនខាងកើតនិងជុំវិញកោះតៃវ៉ាន់លេខាធិការអគ្គរដ្ឋមន្ត្រីជប៉ុនលោក Minoru Kihara បានបញ្ជាក់នៅថ្ងៃទី9 ខែមីនាឆ្នាំ2026មកនេះថាមីស៊ីថែប12ដែលអភិវឌ្ឍឲ្យកាន់តែប្រសើរឡើងនោះនឹងត្រូវបានដាក់ពង្រាយនៅបន្ទាយ Kengon ក្នុងតំបន់ Kumamoto នៅចុងខែនេះទោះយ៉ាងណាក៏ដោយរថយន្តទ័ពដឹកឧបករណ៍បាញ់មីស៊ីក្រុមដំបូងត្រូវបានរាយការណ៍ថាទៅដល់មូលដ្ឋានទ័ពរួចហើយខណៈភាពតានតឹងផ្នែកយោធាកាន់តែខ្លាំងឡើងជាមួយនឹងទីក្រុងប៉េកាំងនៅសមុទ្រចិនខាងកើតជិតកោះតៃវ៉ាន់បានជំរុញឲ្យទីក្រុងតូក្យូបង្កើនល្បឿនសមត្ថភាពការពារជាតិរបស់ខ្លួនមីស៊ីលថែប12ដែលត្រូវបានអភិវឌ្ឍឲ្យកាន់តែប្រសើរឡើងនិងផលិតដោយក្រុមហ៊ុន Mitsubishi Heavy Industries បាញ់បានចម្ងាយប្រហែល 1000 គីឡូម៉ែត្រដែលជាការបង្កើនសមត្ថភាពពីមុនត្រឹម200 គីឡូម៉ែត្រប៉ុណ្ណោះតាមរយៈនេះនឹងអនុញ្ញាតជប៉ុនគ្របដណ្ដប់ស្ទើរតែទាំងអស់នៃសមុទ្រចិនខាងកើតពីតំបន់ខូស៊ូនិងទៅដល់ទីក្រុងឆ្នេរសមុទ្រនៅចិនដីគោកប្រទេសចិនបានរិះគន់យ៉ាងខ្លាំងចំពោះការដាក់ពង្រាយមីស៊ីលនេះដោយលោកចាងប៊ីនអ្នកនាំពាក្យក្រសួងការពារជាតិចិនបានលើកឡើងថាកងកម្លាំងស្ដាំនិយមជប៉ុនបានបង្កើនល្បឿនចលនាឆ្ពោះទៅរកការធ្វើទំនើបកម្មយោធាឡើងវិញប្រទេសកូរ៉េខាងជើងឯនោះវិញក៏បានចោទប្រកាន់ជប៉ុនថាបង្កើនហានិភ័យសន្តិសុខក្នុងតំបន់តាមរយៈការពង្លឿនការដាក់ពង្រាយនិងអភិវឌ្ឍមីស៊ីរយៈចម្ងាយឆ្ងាយដោយប្រមានថាទីក្រុងតូក្យូប្រឈមនឹងផលវិបាកធ្ងន់ធ្ងរប្រសិនបើបន្តដើរនៅលើផ្លូវបច្ចុប្បន្នរបស់ខ្លួនសូមជម្រាបជូនថាថែប12គឺមីស៊ីរយៈចម្ងាយឆ្ងាយប្រឆាំងនាវាដែលត្រូវបានរចនាឡើងដើម្បីផ្ដល់ឲ្យជប៉ុននៅសមត្ថភាពក្នុងការវាយប្រហារគោលដៅកងទ័ពជើងទឹកសត្រូវនៅចម្ងាយឆ្ងាយជាងមុនមិនដូចទម្រង់ដើមនៃប្រព័ន្ធថែប12ដែលប្រើប្រាស់ដោយកម្លាំងដីគោកជប៉ុនរត់ចម្ងាយត្រឹមប្រហែល200 គីឡូម៉ែត្រកំណែទម្រង់ថ្មីត្រូវបានរំពឹងថាឈានដល់ប្រហែល900 គីឡូម៉ែត្រឬច្រើនជាងនេះទោះជាចម្ងាយពិតប្រាកដមិនទាន់បានត្រូវបង្ហាញជាផ្លូវការក៏ដោយមីស៊ីថ្មីនេះត្រូវបានរចនាជាពិសេសអាចបាញ់នៅកម្ពុជាទាបក៏បំណងកាត់បន្ថយឱកាសចាប់ដោយរ៉ាដាសត្រូវនិងអាចបាញ់ចេញច្រើនទម្រង់រួមទាំងឧបករណ៍បាញ់ពីដីគោកពីនាវានិងយន្តហោះផងដែរដែលនេះជាការពង្រឹងភាពបត់បែនប្រតិបត្តិការរបស់កងកម្លាំងការពារជប៉ុន JSDF យ៉ាងសំខាន់នៅពេលដាក់ដំណើរការមីស៊ីនេះនឹងអនុញ្ញាតឲ្យកងកម្លាំងជប៉ុនធ្វើប្រតិបត្តិការវាយប្រហារតាមសមុទ្រដោយកំណត់គោលដៅនាវាសត្រូវពីចម្ងាយដែលវាមានសមត្ថភាពជាងមុនហើយនេះក៏ពង្រឹងសមត្ថភាពវាយប្រហារតាមសមុទ្ររបស់ជប៉ុនលើសពីមីស៊ីប្រឆាំងនាវាបច្ចុប្បន្នរបស់ខ្លួនដូចជា ASM-2 ថែប93ជាដើមជាផ្នែកមួយនៃយុទ្ធសាស្ត្រវិបកដែលកំពុងវិវត្តរបស់ជប៉ុនមីស៊ីលនេះនឹងបង្កើតបានផ្នែកមួយនៃសមត្ថភាពវិបកឈរជើងក៏បំណងរារាំងសត្រូវដោយអនុញ្ញាតឲ្យវាយប្រហារលើកងកម្លាំងសត្រូវមុនពេលពួកគេទៅដល់ទឹកដីជប៉ុនតាមការវិភាគដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ WIWS ប្រព័ន្ធថ្មីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មមីស៊ីកាន់តែទូលំទូលាយដែលរួមមានអាវុធល្បឿនលឿនជាងសំឡេងនិងមីស៊ីរត់រយៈចម្ងាយឆ្ងាយសមត្ថភាពទាំងនេះកំពុងត្រូវបានបង្កើតឡើងរួមជាមួយប្រព័ន្ធស៊ើបការសម្ងាត់ឃ្លាំមើលនិងឆ្លប់យកការ ISO ដែលមានមូលដ្ឋានលើលំហអាកាសដើម្បីជួយកំណត់ទីតាំងនិងតាមដានគោលដៅនៅចម្ងាយឆ្ងាយនេះបញ្យងតាមប្រភព The Times of India